បាទស្វាគមន៍បងប្អូនឥឡូវនេះគឺយើងមកទស្សនាការប្រកួតរវាងកម្ពុជានិងរុស្ស៊ីនៅឯប្រទេសថៃគឺសង្វៀនថៃហ្វៃបាទឥឡូវនេះគឺទស្សនវិជ្ជាយ៉ាងណាបងប្អូនគឺយើងមកទស្សនាទាំងអស់គ្នាបាទមើលតែរោងក៏មានអារម្មណ៍ថាព្រឺព្រួយដែរបាទឥឡូវនេះឈុតឆាកប្រយុទ្ធបានចាប់ផ្ដើមកាន់តែកក្រើកឡើងហើយបងប្អូនឥឡូវនេះកីឡាកររបស់យើងនេះគឺព្រំសំណាងបាទបងប្អូនគឺគាត់សប្បាយចិត្តមែនទែនគាត់រួមគាត់កញ្ឆក់កញ្ឈិញបាទបែបគេហៅថាបង្ហាញភាពរីករាយដល់ពិភពលោកបាទឥឡូវនេះគឺគាត់ប្រើក្បាច់រួមដ៏ល្អរបស់គាត់ដើម្បីបង្អួតទៅកាន់សង្វៀនថៃហ្វៃក៏ដូចជាកីឡាកររុស្ស៊ីក៏ដូចជាអ្នកទស្សនាដែលនិយមគាំទ្រគាត់ផងដែរបាទបងប្អូនឥឡូវនេះគាត់កំពុងតែធ្វើដំណើរបាទទៅដល់ចិត្តដល់លើសង្វៀនហើយបាទហ្នឹងគឺគាត់បានទៅថ្វាយបង្គំបាទថ្វាយបង្គំស្ដេចថៃណាពោះយើងទៅប្រទេសគេគឺត្រូវគោរពត្រូវគោរពស្ដេចនៅប្រទេសគេអញ្ចឹងណាបងប្អូនបាទឥឡូវនេះគាត់ស្វាគមន៍បាទស្វាគមន៍បងប្អូនខ្មែរយើងដែលគាំទ្រគាត់នៅទឹកដីថៃបាទនៅសង្វៀនថៃហ្វៃបងប្អូនខ្មែរយើងគឺគាត់ទៅគាំទ្រច្រើនមែនទែនបាទបងប្អូនហើយសង្វៀននេះគឺល្បីមែនទែនបាទសូម្បីតែកីឡាករធឿនធីរ៉ាដែលជាកីឡាករខ្មែរយើងដោយឆ្នាំក៏បានយកឈ្នះសាយកនៅសង្វៀនថៃហ្វៃនេះផងដែរបាទបងប្អូនបើសិនបើព្រំសំណាងយកឈ្នះកីឡាកររុស្ស៊ីនៅមួយចំនួននេះឬក៏មួយលើកនេះទៀតគឺពិតជាប្រវត្តិសាស្ត្របងប្អូនបាទឥឡូវនេះគាត់បានធ្វើដំណើរបាទបានធ្វើដំណើរគាត់រីករាយរាក់ទាក់មែនតើបងប្អូនណារួមផងច្រៀងផងបាទចាប់ដៃបងប្អូនដែលនិយមគាំទ្រកីឡាករខ្មែរបាទហើយនេះកាមេរ៉ាពីក្រោយបាទមើលទៅគឺថាគួរឲ្យចាប់អារម្មណ៍ចំពោះគាត់មែនទែនបាទព្រមសំណាងសមជាសំណាងមែនព្រោះការប្រកួតចុងក្រោយរបស់គាត់គឺមួយហឹបនេះគឺឡើងកូដខ្លាំងមែនទែនបងប្អូនបាទគឺឈ្នះរហូតបាទអត់មានចាញ់ទេបាទភាគច្រើនគឺទៅជាមួយគាត់អត់រួចក្នុងទឹកទី2តែម្ដងបាទហើយចាំមើលកីឡាកររុស្ស៊ីនេះតើទៅរួចជាមួយគាត់ក្នុងទឹកទីប្រមាណបាទហើយបងប្អូនបាទមើលសាក់របស់គាត់សាក់ព្រំសំណាងហើយនេះកីឡាកររុស្ស៊ីបាទកីឡាកររុស្ស៊ីសាច់សខ្ចីបាទឃើញថាមាំមែនទែនបាទហើយកីឡាកររុស្ស៊ីនេះបាទឃើញថាឌឺដងជាមួយនឹងព្រំសំណាងមែនទែនមុននឹងឈានដល់ការប្រកួតបាទគឺឌឺដងខ្លាំងមែនទែនតែព្រមសំណាងថាមិនអីទេចាំមើលទៅឡើងវៀនឡើងលើខ្សែលើរិញហ្នឹងដឹងគ្នាបាទព្រមសំណាងគាត់ខឹងដែរបាទគាត់ខឹងដែរឌឺដងគាត់ច្រើនពេកបាទហ្នឹងមើលមុខបងប្អូនគឺថាមាំមែនទែនបាទមកកីឡាកររុស្ស៊ីនេះហើយនេះគឺកីឡាករខ្មែរយើងបាទព្រមសំណាងបាទគឺថាគាត់កំពុងតែត្រៀមបាទកំពុងតែត្រៀមនឹងរំលឹកគុណគ្រូបាទរំលឹកគុណគ្រូបែបខ្មែរបាទហ្នឹងហើយគឺថាខ្មែរយើងមានក្បាច់គុណល្អណាស់បាទហ្នឹងហើយឥឡូវនេះគឺដល់ពេលដែលត្រូវប្រកួតហើយបាទហ្នឹងហើយកីឡាកររុស្ស៊ីបាទញឹមបាទព្រមសម្រាប់ថាអត់អីទេអាកូនតិចទៀតឲ្យអូនឯងដឹងឆ្នាំខ្លាំងម្ដងបាទហ្នឹងឥឡូវនេះគឺកំពុងតែឲ្យទឹកបាទផឹកទឹកបន្តិចដើម្បីជំនួយដល់កម្លាំងកុំឲ្យស្មុគស្មាញហើយនេះប្រហែលជាឆ្នាំបងប្អូនប្រហែលជាឆ្នាំដាក់នៅក្នុងគេហៅថាស្រទាប់ថ្មិញការពារថ្មិញដើម្បីកុំឲ្យគេវាយត្រូវបាក់ថ្មិញបាក់អីចឹងណាបាទឥឡូវនេះគឺកំពុងតែរំលឹកគុណគ្រូសូត្របាលីដោះកងពីក្បាលចេញហើយបាទហ្នឹងហើយឥឡូវនេះគឺប្រសិទ្ធិដើម្បីឲ្យស័ក្តិសិទ្ធិយកឈ្នះលើគូសត្រូវឲ្យបានហ្នឹងឥឡូវនេះគឺកំពុងតែផ្ដាំថាព្រមសំណាងខប់ណាកុំប្រហែសធ្វើអសោះកុំមើលងាយលើដៃគូឲ្យសោះកុំមើលស្រាលលើដៃគូនៃសត្រូវអសោះបាទហ្នឹងរុស្ស៊ីឯនេះក៏ថា
កំពុងតែដាក់ថ្មិញដែរបាទដាក់អាសត្វទប់ការពារថ្មិញតែកុំអោយមានគ្រោះថ្នាក់ដល់ថ្មិញបាទឥឡូវនេះគឺការប្រកួតចិត្តដល់ការចាប់ផ្ដើមហើយបាទហ្នឹងឥឡូវនេះកំពុងតែប្រាប់ភាគីទាំងសងខាងថាត្រៀមបាទត្រៀមហ្នឹងឥឡូវនេះគឺថាដល់ពេលប្រកួតហើយបាទអាយ៉ាបងប្អូនបាទឥឡូវគឺដល់ពេលប្រយុទ្ធអាយ៉ាមួយជើងរបស់ព្រំសំណាងមួយជើងរបស់រុស្ស៊ីម្ដាយរបស់រុស្ស៊ីណាអូពីរដៃមួយជើងព្រំសំណាងមួយជើងគង់ព្រំសំណាងមួយជើងព្រំសំណាងម្ដាយព្រំសំណាងបាទមួយជើងព្រំសំណាងមួយជើងរុស្ស៊ីម្ដាយព្រំសំណាងម្ដាយព្រំសំណាងមកកែងម្ដាយរុស្ស៊ីអូក្បាច់ខ្លីអូនេះក្បាច់នេះអស្ចារ្យបាទបងប្អូនកំពុងតែល្បីអាក្បាច់ពីក្រោយមិញបាទណាមួយជើងព្រំសំណាងម្ដាយមួយជើងរុស្ស៊ីគឺពិតជាខ្លាំងមែនទែនបាទការប្រកួតនឹងគឺស្វាត់ម្ដាយព្រំសំណាងបាទអូម្ដាយចាប់គៀកគាត់ចាប់គៀកក្រមកជង្គង់ពីរជង្គង់គេមួយជង្គង់អូកន្លែងនេះខ្លាំងមែនទេបងមិនយកក្បាច់វត្តកន្ទុយនេះអាយ៉ាព្រមសំណាងចង់ចាប់បរស៊ីដែរបាទបន្តទៀតឥឡូវនេះគេថាកំពុងតែអួតហើយបាទអួតទៅមកបាទម្ដាយរុស្ស៊ីអធិស្ឋានបាទគេក្រេចាប់អូពិតជាអស្ចារ្យមែនទេបាទឥឡូវនេះគឺកំពុងតែប្រយុទ្ធគ្នាស្វាញ់អញ្ញាកណាថាស្ដាប់អញ្ញាកណាម្ដាយញល់ម្ដាយមួយជើងព្រំសំណាងមួយជើងពីរជើងមួយដៃរុស្ស៊ីមួយដៃរុស្ស៊ីមួយជង្គង់ព្រំសំណាងតាមរុស្ស៊ីទៅរួចអត់ទេមកកែងព្រំសំណាងមួយជង្គង់មកកែងពីរកែងម្ដាយរុស្ស៊ីម្ដាយពីរដៃព្រំសំណាងទៅរួចទេព្រំសំណាងបាទម្ដាយរុស្ស៊ីពីរដៃបាទមួយជង្គង់ព្រំសំណាងនេះកន្លែងនេះគឺល្អមែនទែនបងប្អូនបាទគឺថាមួយជង្គង់ហើយគឺដួលទៅព្រមគ្នាតែម្ដងបាទចលោមួយជង្គង់ទៀតក្បាច់ក្លេអុកពីក្រោមជង្គង់កែងជង្គង់ព្រំសំណាងកែងព្រំសំណាងជង្គង់ព្រំសំណាងអូទៅហើយបងប្អូនបាទទៅហើយរុស្ស៊ីទៅរួចអត់ទេបាទដួលបាទអញ្ញាកណ្ដាលចាប់ផ្ដើមរាប់ហើយបាទ1 2 3 4អូបាន4បាទបន្តទៀតមួយជើងព្រំសំណាងមួយដៃនេះមួយជង្គង់អូទៅលេងរួយបាទតុនហើយតុនក្រាបមួយជង្គង់នេះគឺថាល្អមែនទែនបាទកីឡាករព្រំសំណាងពិតជានាំសំណាងដល់កម្ពុជាបាទឥឡូវនេះគឺអូអញ្ញាកណ្ដាលបានបញ្ឈប់ទៅហើយបាទបានបញ្ឈប់កីឡាកររុស្ស៊ីត្រឹមតែទឹកទី1ប៉ុណ្ណោះបាទបងប្អូនប្រិយមិត្តបាទខ្ញុំដំបងស្មានថាដល់ទឹកទី2បាទឥឡូវនេះគឺមិនទេគឺដល់ត្រឹមទឹកទី1បាទទឹកទី1នេះគឺថាកីឡាកររុស្ស៊ីគឺបានដួលក្រាបជាមួយនឹងសញ្ញាជង្គង់ដ៏មានប្រសិទ្ធភាពរបស់ព្រំសំណាងបាទកីឡាករគុនខ្មែរពិតជាល្បីមិនធម្មតាបាទខ្មែរនៅតែខ្លាំងបាទនេះរុស្ស៊ីនេះមិនធម្មតាទេបងប្អូនបាទគឺថាម្ចាស់ខ្សែក្រវ៉ាត់ផងបាទនៅសង្វៀនថៃហ្វៃបាទកម្ពុជាយើងពិតជាអស្ចារ្យអ្នកឲ្យទឹករបស់គាត់បានអោបព្រំសំណាងបាទគ្រូបឺតខាំបឺតអីគឺមកឲ្យទឹកហើយក៏ចូលរួមត្រេកអរជាមួយនឹងព្រំសំណាងដែលបានទទួលជ័យជំនះពីកីឡាកររុស្ស៊ីមើលឈុតយឺតបាទមួយជើងវត្តកន្ទុយនេះមួយព្រំសំណាងចុងបែកសើដែរបាទមួយដៃមួយជើងនេះគឺសូវែបាទមួយដៃរបស់រុស្ស៊ីបាទត្រូវរបស់គេច្រើនដែរបាទជង្គង់នៅជង្គង់ព្រំសំណាងមួយជង្គង់នេះបាទមួយជង្គង់នេះគឺថាអូអស្ចារ្យមែនទែនបាទវត្តកន្ទុយនេះគេនេះក៏ខ្លាំងដែរនេះវត្តកន្ទុយនេះមួយជើងនេះចង់សូវែរបស់រុស្ស៊ីដែរនេះកែងព្រំសំណាងមកអូជង្គង់នេះមួយជង្គង់នេះដែលធ្វើឲ្យរុស្ស៊ីទន់ខ្លួនបាទហើយនឹងអន់មែនទែនបាទអូពុកកែងព្រំសំណាងបាទបងប្អូនមកយឺតនេះមួយជង្គង់នេះបងប្អូនទៅតែម្ដងបាទអូក្បាច់ព្រំសំណាងបាច់បងព្រំសំណាងពិតជាពិសេសបាទរុស្ស៊ីនេះគឺបើថាខុសពីព្រំសំណាងបាទប្រហែលជាយ៉ាប់ដែរបាទនេះ
ជាដៃគូរបស់គាត់ណាបាទបើសិនជាខុសពីព្រមសំណាងអូនេះជង្គង់ចុងក្រោយបាទបងប្អូនមួយជង្គង់នេះគឺធ្វើឲ្យកីឡាកររុស្ស៊ីក្រាបមែនទែនបងប្អូនក្រាបស្ទើរតែដល់ដីបាទនឹងមិនធម្មតាបាទព្រមសំណាងជាប្រវត្តិសាស្ត្រមែនទេបងប្អូនដែលយកឈ្នះទាំងពីរលើកបាទថៃហ្វៃបាទនេះមួយជង្គង់ចុងក្រោយនេះអត់ត្រូវបងប្អូនដោយសារតែដួលផុតបាទក្រាបផុតជាមួយនឹងសៃវៀនបាទហ្នឹងឥឡូវបងប្អូនឃើញថាជ័យជំនះគឺបានមកលើខ្មែរយើងហើយបាទប៉ុន្តែនៅការប្រកាសរបស់ពិធីករថៃបាទទៅជ័យជំនះរបស់ខ្មែរយើងនៅពេលវេលាចុងក្រោយបាទនេះព្រំសំណាងបានទទួលជ័យជំនះលើកីឡាកររុស្ស៊ីបាទមិត្តភាពបាទទោះបីជាយើងឈ្នះគេក៏ដោយប៉ុន្តែសិលធម៌របស់ខ្មែរយើងគឺនៅតែមានជានិច្ចបាទទង់ជាតិខ្មែរយើងបាំងបង្ហូតឲ្យពិភពលោកបានឃើញថាខ្មែរពិតជាខ្លាំងគុណខ្មែរពិតជាអស្ចារ្យគ្មានបុគ្គលណាឬក៏ប្រទេសណាដែលយកទៅ copy ជាកម្មសិទ្ធិរបស់ខ្លួនបានឡើយបាទអញ្ចឹងក៏អរគុណបងប្អូនដែលបានទស្សនាវីដេអូនេះពីដើមដល់ចប់បាទ